សួស្តីអ្នកនាងថ្ងៃនេះខ្ញុំនឹងណែនាំការប្រើប្រាស់នៅ Mono Sound Card ថ្មីគឺ Mono E2 Gen 2 អូខេចឹងយើងបើកមើលខាងក្នុងបងប្អូន Sound Card ខ្សែ USB ហើយនិងខ្សែ aux So E2 Gen 2 នេះគឺវាជា upgrade version របស់ Gen 1 ដែលនៅលើ Gen 1 រុនរបស់វាគឺមាន XLR 1 3.51 ប៉ុន្តែសម្រាប់ Gen 2 នេះគឺ XLR ទាំងពីរហ្មងយើងអាចប្រើ microphone ពួក professional 2គ្រាប់តែម្ដងនៅលើ Sound Card ហ្នឹងណាអូខេអញ្ចឹងខ្ញុំនឹងបញ្យល់អ្នកនរទៅលើការប្រើប្រាស់វាទាំងអស់តែម្ដងអញ្ចឹងយើងចាប់5ដំបូងគឺពីប៊ូតុងមួយនេះប៊ូតុងនេះផងដែរគឺប៊ូតុង on off button ដើម្បីប្រើវាគឺយើងត្រូវ hold វាឲ្យជាប់ប្រហែលជា3 second អញ្ចឹងមកនេះដល់ពេលភ្លើងលោតភ្លឺអញ្ចឹងគឺមានន័យថាវា on ហើយកន្លែងនេះផងដែរគឺបញ្ជាក់ទៅលើថ្មរបស់វាមកពេញគឺយើងអាចប្រើពី7ទៅ8ម៉ោង depend ទៅលើភ្លើងដែលយើងបើកមានន័យថាបើយើងបិទភ្លើងគឺអាចបានយូរជាងហ្នឹងហើយដើម្បីបញ្ចូលថ្មគឺយើងប្រើរុនមួយនេះគឺយើងប្រើខ្សែទូរស័ព្ទក៏បានយើងប្រើខ្សែក្នុងប្រអប់របស់វាក៏បានដែរហើយបញ្ចូលគឺ3ម៉ោងពេញសម្រាប់3រុននេះគឺជារុនសម្រាប់យើង record អូខេរុនទី1នេះគឺជាប្រភេទ Type C អញ្ចឹងបើយើងប្រើជាមួយនឹងទូរស័ព្ទឬកុំព្យូទ័រដែលមាន Type C គឺយើងអាចប្រើខ្សែក្នុងប្រអប់ដែលវាឲ្យមកនេះជាប្រភេទ Type C connect ភ្ជាប់ជាមួយទូរស័ព្ទឬកុំព្យូទ័ររបស់យើងទៅគឺយើងអាច record បានហើយប៉ុន្តែបើទូរស័ព្ទឬកុំព្យូទ័រយើងអត់មាន Type C ទេយើងអាចប្រើមួយទៀតហ្នឹងគឺខ្សែ cable 3.5 នេះដែលប្រើ2រុននេះអូខេសម្រាប់រុនបន្ទាប់នេះគឺជា output ទៅ speaker មានន័យថាបើយើងចង់ស្ដាប់សំឡេងខ្លួនយើងអាច connect វាទៅ speaker ឬក៏កាសនៅលើរុនមួយនេះបានហើយរុនចុងក្រោយនេះគឺជារុនសម្រាប់យកសំឡេងចូលដូចជាសំឡេង karaoke ឬក៏សំឡេងឧបករណ៍តន្ត្រីអីគឺយើងដោតជាមួយរុនហ្នឹងហើយអាពីរចុងក្រោយនេះគឺសម្រាប់ជាមួយនឹង microphone XLR នៅពេលដែលយើងដោត microphone ហើយឧទាហរណ៍ថាឥឡូវខ្ញុំដោត microphone នៅរុនទី1ដើម្បីបើក microphone នឹងប្រើគឺយើងត្រូវចុចកន្លែងនេះគេដាក់លេខ1ហ្នឹងអាហ្នឹងគឺបើក microphone បើយើងចង់បិទវាវិញគឺយើងចុចកន្លែងនេះហើយនៅពេលដែលយើងចង់សេរីកម្លាំងការស្រូបរបស់វាគឺយើងសេរីនៅកន្លែងនេះបើយើងចង់ mute គឺយើងចុចតែនេះមួយទៅគឺ mute microphone ហើយចុះទៅខាងក្រោមមានរុនទូចមួយនេះគឺជាប្រភេទរុនដែលយើងដោតកាសដើម្បីស្ដាប់ microphone របស់យើងសម្រាប់ប៊ូតុងមួយនេះគឺជាប៊ូតុងសម្រាប់សេរីសំឡេងខ្លាំងតិចទៅលើ karaoke ដែលយើងយកចូលយើងសេរីមកស្ដាប់នេះគឺឡើងខ្លាំងបន្ថយគឺយើងបវល់ទៅឆ្វេងចាស់ប៊ូតុងដំបូងដែលខ្ញុំនឹងនិយាយហ្នឹងគឺអាពីរលើនេះប៊ូតុងពីរហ្នឹងគឺប៊ូតុង gain control ទៅលើ microphone លេខ1ហើយនិងលេខ2នេះវាទៅសេនៅលើហ្នឹងយើងចង់ឲ្យខ្លាំងទាបអីគឺយើងសេរីទៅលើវាមកស្ដាប់នេះគឺខ្លាំងទៅឆ្វេងនេះគឺទាបសម្រាប់ microphone លេខ1លេខ2ហើយប៊ូតុង3នេះគឺប៊ូតុងសម្រាប់ tune សំឡេងមាន low mid ហើយនិង high មានន័យថាយើងចង់ tune សំឡេងយើងគឺ3ប៊ូតុងហ្នឹងប៊ូតុងចុងក្រោយនេះគឺយើងសម្រាប់តម្លើងបន្ថយសំឡេងកាសរបស់យើងមានន័យថាកាសដែលយើងដោតសម្រាប់ monitor microphone របស់យើងហ្នឹងសម្រាប់សំឡេងខ្លួនឯងស្ដាប់សំឡេងខ្លួនឯងហ្នឹងយើងចង់លឺចង់តិចអីគឺយើងតម្លើងបន្ថយនៅលើប៊ូតុងមួយហ្នឹងប៊ូតុងចុងក្រោយនេះគឺ output មានន័យថាបើយើងចង់ record សំឡេងយើងចង់បាន record លឺខ្លាំងឬក៏លឺតិចគឺយើងសេរីនៅលើប៊ូតុងចុងក្រោយនេះសម្រាប់ប៊ូតុងមួយនេះគឺប៊ូតុង Bluetooth ប៊ូតុង Bluetooth ឡើងហ្នឹងគឺយើងអាចភ្ជាប់ទៅទូរស័ព្ទរបស់យើងដើម្បីចាក់សំឡេង karaoke មកវិញអញ្ចឹងប៊ូតុងហ្នឹងវាស្មើជាមួយនឹងខ្សែកន្លែងនេះអញ្ចឹងបើយើងចង់ប្រើខ្សែក៏បានយើងចង់ប្រើ Bluetooth ក៏បានហើយដើម្បីប្រើវាគឺស្រួលទេយើង hold វាជាប់ចេះមកប្រហែលជា2-3 second ហើយភ្លើង Bluetooth កន្លែងនេះវានឹងញាក់អញ្ចឹងយើង search ទូរស័ព្ទយើងទៅយើងភ្ជាប់ Bluetooth ទៅយើងប្រើបានហើយប៊ូតុងបន្ទាប់កន្លែងនេះគឺប៊ូតុងសម្រាប់បិទបើក monitor mode មានន័យថាម៉េចឧទាហរណ៍ថាយើងដោតកាសនៅកន្លែងនេះដើម្បីស្ដាប់សំឡេងខ្លួនឯងនិយាយអញ្ចឹងបើយើងចង់ឮសំឡេងខ្លួនឯងនិយាយគឺយើងត្រូវបើកវាត្រូវលោតពណ៌ខៀវអញ្ចឹងតែបើអ្នកគ្នាបិទវាគឺកាសហ្នឹងវានឹងលែងឮសំឡេងអ្នកគ្នានិយាយទៅ microphone នេះអញ្ចឹងចំពោះ8គ្រាប់ខាងក្រោមនេះវាមាន4គ្រាប់ខាងលើមានអក្សរហើយហ្នឹងវាជា preset សំឡេងដែលយើងចុចទៅវានឹង play សំឡេងដែលគេ record ហើយឧទាហរណ៍ដូចមានសោចមានទះដៃមានអីចឹងណាប៉ុន្តែឧទាហរណ៍ថាយើងចង់ record custom សំឡេងខ្លួនឯងដើម្បី playback មកវិញវាមាន4ខាងក្រោមនេះឲ្យយើង record បានដើម្បីប្រើវាដំបូងគឺយើង hold វាឲ្យជាប់អញ្ចេះសិនឃើញភ្លើងលោតញាប់អញ្ចឹងមានន័យថាវា erase អស់ហើយអញ្ចឹងដើម្បីចាប់ផ្ដើម record អ្នកនរគ្នា connect microphone ឲ្យអស់ហើយយើងចុចប៊ូតុងនេះមួយឲ្យវាលោតភ្លើងចឹងមកយើងនិយាយទៅវា record ហើយមានន័យថាអ្វីដែលយើងនិយាយគឺវានឹង record ទុកបន្ទាប់មកពេលយើង record ចប់យើងអាចបិទវាវិញចឹងលើកក្រោយនៅពេលដែលយើងចង់ play អ្វីដែលយើង record មិញហ្នឹងគឺយើងគ្រាន់តែចុចអាហ្នឹងមួយទៅវានឹង play មកវិញហើយ pad ហ្នឹងគឺ control នៅលើកន្លែងនេះមានន័យថាកម្លាំងសំឡេងដែលយើង playback មកវិញហ្នឹងយើងចង់លឺចង់តិចអីគឺយើងសេរីនៅលើប៊ូតុងមួយនេះ
ទីហោថាសម្រាប់គេផ្ទះដៃឬក៏សោចអីចឹងដែល pre record ហើយចង់លើខ្លាំងយើងបវល់មកស្ដាប់អស់មកប៉ុន្តែបើយើងចង់សលេង record ហើយហ្នឹងឲ្យវាតិចយើងក៏ថយមកវិញកន្លែងនេះហើយប៊ូតុងបន្ទាប់ពីរទៀតគឺទី1នេះគឺប៊ូតុង pitch គឺវានឹងកែសំឡេងរបស់យើងឲ្យស្រួយឬក៏កលុំជាលក្ខណៈ AI សលេងណាហើយបើនៅកណ្ដាលហ្នឹងគឺ natural ហើយប៊ូតុងចុងក្រោយនេះគឺប៊ូតុង reverb មានន័យថាយើងចង់ឲ្យសលេងយើងមាន echo មានអីគឺយើងស្រែកនៅប៊ូតុងមួយនេះអូខេចុងក្រោយគឺ6គ្រាប់នេះអញ្ចឹងអាដំបូងនេះគឺប៊ូតុង preset មានន័យថាយើងអាចជ្រើសរើស preset effect សលេងឲ្យហើយនៅលើប៊ូតុងនឹងបានវាមាន preset 4 5ប្រភេទនៅក្នុងហ្នឹងដែលយើងអាចរើសបានប៊ូតុងបន្ទាប់គឺប៊ូតុង sidechain ហ្នឹងនៅពេលដែលយើងបើកវា on នៅពេលដែលយើងនិយាយទៅ microphone music input វានឹងតម្លាក់ auto មានន័យថាពេលយើងនិយាយ music នឹងខ្សោយពេលយើងឈប់និយាយ music វានឹងឡើងសលេងមកវិញហើយប៊ូតុងមួយនេះគឺប៊ូតុង single ប៊ូតុងហ្នឹងជាប៊ូតុងថ្មីមួយ feature AI របស់ Maono E2 ហ្នឹងគឺនៅពេលដែលយើងបើកវា music ដែលយើងចាក់មកដើម្បី record ហ្នឹងបើសិនជាមានសលេងអ្នកច្រៀងមកជាមួយដែរវានឹង auto កាត់សលេងអ្នកច្រៀងចេញហ្មងគឺនៅសល់តែសលេងតន្ត្រីហើយនឹងសលេងដែលយើងច្រៀងគឺបាត់សលេងម្ចាស់ដើមច្រៀងហ្មងអញ្ចឹងវាស្រួលនៅពេលដែលយើងចង់ record ចម្រៀងអីដែលមានគេច្រៀងហើយអញ្ចឹងវាមិន paid karaoke គឺវាបានសលេងមកគឺរបស់យើងវិញអញ្ចឹងណាប៊ូតុងខាងក្រោមមួយនេះឈ្មោះវា private អញ្ចឹងប៊ូតុងហ្នឹងនៅពេលដែលយើង turn វា on វានឹង auto លុប effect ទាំងអស់ដែលយើងស្រែកមិញហ្នឹងហើយ record សលេងរបស់យើង original ហ្មងអញ្ចឹង the good thing គឺនៅពេលដែលយើងស្រែកអីហើយយើងខ្ជិលទៅអង្គុយស្រែកម្ដងទៀតគឺគ្រាន់តែយើងបើកវាមកវានឹងបានសលេង original ហើយពេលយើងបិទមកវិញគឺវានឹងបាន effect មកវិញសម្រាប់ប៊ូតុងមួយនេះគឺ loop back ហ្នឹងនៅពេលដែលយើង turn វា on ឧទាហរណ៍ថាបើយើង connect ដុំហ្នឹងទៅកុំព្យូទ័រវានឹង record សលេងទាំងអស់ដែលយើងលេងនៅលើកុំព្យូទ័រដូចជា game play របស់យើងដែលមានសលេងអីហ្នឹងគឺវានឹង record ចូល audio interface របស់យើងដែរហើយប៊ូតុងចុងក្រោយនេះគឺកាត់ noise មានន័យថាបើយើងចង់កាត់សំឡេងរំខានជុំវិញខ្លួនអីអញ្ចឹងយើងគ្រាន់តែចុចមកប៊ូតុងហ្នឹងទៅវានឹងកាត់ noise អស់ហើយអូខេអញ្ចឹងខ្ញុំនឹងឧទាហរណ៍របៀបដោតបើយើងចង់ច្រៀង karaoke មួយ YouTube ហើយ record សលេងខ្លួនឯងអូខេដើម្បីថតវីដេអូយើងច្រៀង karaoke ហ្នឹងយើងត្រូវការម៉ាស៊ីន2ទូរស័ព្ទ2ឬក៏ទូរស័ព្ទ1 កុំព្យូទ័រ1ក៏បានដែរអញ្ចឹងខ្ញុំបញ្យល់អ្នកគ្នាទៅលើទូរស័ព្ទទី1សិនទូរស័ព្ទនេះគឺទូរស័ព្ទដែលយើងនឹងយកមក record វីដេអូហើយនឹងសំឡេងដែលយើងច្រៀង karaoke ហ្នឹងអញ្ចឹងយើងដោតខ្សែមកខ្សែក្នុងប្រអប់ USB ហ្នឹងដោតនឹងទូរស័ព្ទហើយខ្សែមួយជាងទៀតយើងដោតទៅរុន USB ទី2ដែលមានឈ្មោះថា USB-C យើងដោតតែប៉ុណ្្នឹងមកហើយទូរស័ព្ទទី1យើងអាចទុកម្ដុំសិនតបមកសម្រាប់ទូរស័ព្ទទី2នេះគឺយើងយកសំឡេងតន្ត្រីពី YouTube ដើម្បីចាក់ជាមួយម៉ាស៊ីនរបស់យើងហើយយើងច្រៀងតាមអញ្ចឹងបើអ្នកគ្នាអត់មានទូរស័ព្ទ2ទេយើងអាចប្រើជាមួយកុំព្យូទ័រក៏បានដែរម៉ាស៊ីនទី2នេះសំខាន់គឺយើងដោតវាប្រភេទដូចមូលហ្នឹងដោតនៅរុនទី4រុនមូលទី4ណា1 2 3 4រុនទី4នេះមានន័យថាបើអ្នកនរគ្នាអត់មានទូរស័ព្ទមួយទៀតទេប្រើកុំព្យូទ័រដោតរុនទី4ដូចគ្នាអញ្ចឹងអ្វីដែលយើង play វានឹងរុញចូលប្រអប់ហ្នឹងហើយបន្ទាប់ហ្នឹងគឺ microphone យើងដោតមកវាមាន2រុនដូចគ្នាយើងរើសមួយមកយើងអាចយករុនទី2ឬក៏រុនទី1ហ្នឹងទៅបាទអូខេអញ្ចឹងខ្សែយើងដោតរបៀបហ្នឹងឥឡូវយើងនឹងនិយាយខាងមុខម្ដងសម្រាប់កាសរបស់យើងគឺយើងដោតឯនេះអញ្ចឹងមានន័យថាពេលយើងនិយាយទៅ microphone ទៅយើងនិយាយទៅកាសហើយបន្ទាប់មក microphone ដើម្បីប្រើយើងត្រូវបើកវាមួយនៅពេលដែលយើងបើកវាហើយយើងនិយាយទៅឡូនេះនៅ line មួយនេះវានឹងលោតសលេងយើងមកប្រាប់ថាសលេងយើងកម្រិតប៉ុណ្ណាឧទាហរណ៍ថាបើវាលោតដល់ក្រហមមានន័យថាវាខ្លាំងពេកវានឹងលឺសលេងបែកអញ្ចឹងយើងបន្ថយវាលេខនេះបតង់លេខនេះណាតែបើយើងចង់ mute មកយើងចុចអានេះមកឲ្យក្រហមទៅ mute ទៅចំពោះចម្រៀងនៅពេលដែលយើង play វានឹងលោតសលេងមកកន្លែងនេះជួរទី1នេះណាអញ្ចឹងសលេងចម្រៀងហ្នឹងយើងចង់លឺចង់តិចគឺយើងស្រែកនៅលេខបតង់មួយនេះយើងអាចបន្ថយវាតិចឬក៏ខ្ពស់អីទៅតាមយើងចង់បានហើយបន្ទាប់មកបើយើងចង់ធូនសលេងរបស់យើងគឺយើងប្រើ3នេះ low mid high អញ្ចឹងយើងកែសលេងយើងស្ដាប់ទៅមកពេញចិត្តលេងណាយកលេងហ្នឹងទៅហើយប៊ូតុងនេះសម្រាប់កាសន័យថាយើងចង់ស្ដាប់កាសលឺតិចអីគឺយើងស្រែកមួយប៊ូតុងមួយនេះហើយចុងក្រោយនេះគឺ output ន័យថាពេលយើង record បើយើងចង់ record ខ្លាំង record តិចគឺយើងស្រែកឡើងនេះហើយចំណុចសំខាន់មួយទៀតនេះគឺទៅលើ preset កន្លែង preset នេះបើយើងចង់កែសលេងរបស់យើងរើសទៅយើងចូលចលនាយើងរើសអាហ្នឹងទៅហើយប៊ូតុងមួយនេះគឺប៊ូតុង single មានន័យថាបើ bot មិញហ្នឹងមានសលេងអ្នកចម្រៀងដើមមកជាមួយដែរបើយើងចង់ឲ្យ AI កាត់អាសលេងចម្រៀងអ្នកច្រៀងចេញនៅសារតែតន្ត្រីយើងចុចបើកវាមួយមកនេះបើកឃើញក្រហមអញ្ចឹងមក
វានឹងអូតូតែកាត់សលេងអ្នកច្រៀងហើយនៅសល់តែតន្ត្រីឯងហើយបតង់ចុងក្រោយនេះគឺបតង់កាត់ noise មានន័យថាបើយើងច្រៀងទៅវាមានសលេង noise ម៉ូតូអីរំខានអញ្ចឹងយើងចុចមួយទៅវាបាត់អស់ហើយចុងក្រោយគឺអ្នកនរគ្នាលើកអាទូរស័ព្ទដំបងមកអា main phone របស់យើងហ្នឹងគាត់តែយើងចុចប៊ូតុង record ហ្នឹងទៅវីដេអូហ្នឹងពេលយើងច្រៀងទៅវានឹងមានសលេង YouTube មិញហ្នឹងចូលមកនៅក្នុងហ្នឹងហើយ